អ្នកម៉ែនឹងកូនសែនស្ដាយពុកពីនេះទៅមុខយើងបាត់បង់បាត់ទាំងអវាទចិត្តភរផង់បាត់គ្រូចំបងក្នុងជីវិតកូនកូនអោនកាយថ្វាយបង្គំសពពុកហើយយំដោយភ្លេចគិតភ្លេចថានេះហើយជារឿងពិតតែមានជីវិតណែកិច្ចមិនបានបើកូនធ្វើខុសប្រការណាសូមលោកមេត្តាជួយប្រោសប្រានប្រណីអត់ទោសឲ្យកូនបានក្តីសុខក្សេមក្សាន្តដូចប្រាថ្នាពុកតែងប្រាប់កូនឲ្យធ្វើល្អជាកិច្ចដំណរក្នុងគ្រួសារកូនប្រតិបត្តិតាមមេត្រាសូមពុកថ្លៃថ្លាស្ងប់ចិត្តចុះ